រឿងនិទានអំពីទន្សាយចចកនិងពស់គឺជាសាច់រឿងដែលឆ្លុះបញ្ចាំងពីបញ្ញាស្មារតីនិងការដឹងគុណខាងក្រោមនេះគឺជាសាច់រឿងសង្ខេបកាលពីព្រេងនាយមានពស់ធំមួយក្បាលត្រូវដើមឈើដួលសង្កត់លើជាប់មិនអាចរំដោះខ្លួនចេញបានឡើយពេលនោះមានបុរសម្នាក់ដើរកាត់មកដល់ពស់ក៏អង្វរករថាលោកម្ចាស់អើយសូមមេត្តាជួយលើកឈើចេញពីខ្លួនខ្ញុំផងបើខ្ញុំរួចជីវិតខ្ញុំនឹងតបស្នងសងគុណលោកមិនខានដោយសេចក្តីអាណិតបុរសនោះក៏លើកឈើចេញប៉ុន្តែគ្រាន់តែរួចខ្លួនភ្លាមពស់ស្រេកឃ្លានក៏បំរុងនឹងចឹកស៊ីបុរសនោះជាចំណីបុរសនោះភ្ញាក់ផ្អើលហើយនិយាយថាចុះហេតុអ្វីបានជាឯងមិនដឹងគុណយើងបែរជាចង់ស៊ីយើងទៅវិញពស់តបថាលោកឯងជួយខ្ញុំមែនប៉ុន្តែធម្មជាតិសត្វលោកអ្នកខ្លាំងតែងស៊ីអ្នកខ្សោយដើម្បីរកយុត្តិធម៌ពួកគេក៏ដើរទៅជួបសត្វចចកដើម្បីឲ្យជួយកាត់សេចក្តីចចកដែលជាសត្វមានល្បិចនិងចង់ស៊ីគំតិចសាច់ដែលនៅសល់ពីពស់ក៏កាត់ក្តីតាមបែបបញ្ជោពស់ថាត្រឹមត្រូវហើយលោកពស់មានសិទ្ធិស៊ីបុរសនេះព្រោះការជួយជីវិតមិនមែនមានន័យថាត្រូវដោះលែងចំណីនោះទេបុរសនោះអស់សង្ឃឹមយ៉ាងខ្លាំងប៉ុន្តែសំណាងល្អក៏ប្រទះឃើញសត្វទន្សាយកំពុងអង្គុយនៅក្បែរនោះបុរសនោះក៏សុំឲ្យទន្សាយជួយកាត់សេចក្តីម្ដងទៀតទន្សាយធ្វើជាមិនជឿនៅអ្វីដែលបានកើតឡើងរួចនិយាយថាខ្ញុំមិនជឿថាពស់ធំបែបនេះដើមឈើអាចសង្កត់ជាប់នោះទេដើម្បីឲ្យខ្ញុំកាត់ក្តីបានយុត្តិធម៌អ្នកទាំងអស់គ្នាត្រូវធ្វើត្រាប់តាមសកម្មភាពដើមវិញពស់ដោយចង់បង្អួតខ្លួនក៏យល់ព្រមចូលទៅដេកកន្លែងដដែលហើយឲ្យបុរសនោះលើកឈើមកសង្កត់លើខ្លួនវិញពេលឈើសង្កត់ជាប់ពស់ម្ដងទៀតទន្សាយក៏ស្រែកប្រាប់បុរសនោះថាលោកអ៊ំនោះចាំអីទៀតប្រញាប់រត់ទៅផ្ទះទៅហើយទុកឲ្យពស់នោះនៅក្រោមឈើនឹងចុះចចកដែលសង្ឃឹមថានឹងបានចំណីក៏ស្រឡាំងនេះគឺជាសាច់រឿងនិទានអប់រំខ្លីមួយរវាងដំរីនិងកណ្ដុរដែលបង្ហាញពីមេរៀនជីវិតដ៏មានតម្លៃរឿងដំរីមានមោទនភាពនិងសត្វកណ្ដុរតូចតាចអត្ថន័យអប់រំនៃរឿងកុំមើលងាយអ្នកដទៃដោយសារតែរូបរាងឬឋានៈរបស់គេកម្លាំងមិនមែនជាអ្វីៗគ្រប់យ៉ាងទេជួនកាលភាពឆ្លាតវៃនិងជំនាញតូចតាចអាចដោះស្រាយបញ្ហាធំៗបានមិត្តភាពមិនប្រកាន់វណ្ណៈគ្រប់គ្នាសុទ្ធតែមានតម្លៃរៀងៗខ្លួនកាលពីព្រេងនាយមានសត្វដំរីដ៏ធំមួយក្បាលរស់នៅក្នុងព្រៃយ៉ាងមានក្តីសុខដោយសារតែរូបរាងដ៏ធំសម្បើមនិងកម្លាំងដ៏ខ្លាំងក្លារបស់វាដំរីនេះតែងតែមានមោទនភាពចំពោះខ្លួនឯងហើយមើលងាយសត្វដទៃទៀតដែលមានមាឌតូចជាងវាជាពិសេសគឺសត្វកណ្ដុរថ្ងៃមួយខណៈពេលដែលដំរីកំពុងដើរបូចស៊ីយ៉ាងសប្បាយវាក៏បានជួបនឹងសត្វកណ្ដុរតូចមួយដែលកំពុងរត់រកចំណីដំរីក៏លើកប្រមូលឡើងហើយនិយាយទាំងសើចំអោបថាណែអាសត្វកណ្ដុរទៀបទុនទៀបឯងមើលមកយើងចុះយើងមានកម្លាំងខ្លាំងអាចរំលំដើមឈើបានចុះឯងវិញឯងតូចរហូតដល់យើងស្ទើរតែមើលមិនឃើញផងកណ្ដុរបានតបវិញដោយសុភាពថាបងដំរីអើយទោះបីខ្ញុំតូចមែនប៉ុន្តែថ្ងៃណាមួយខ្ញុំអាចនឹងជួយបងបានដំរីលឺដូច្នោះក៏សើចកាន់តែខ្លាំងរួចដើរចេញទៅដោយមិនខ្វល់ខ្វាយប៉ុន្មានថ្ងៃក្រោយមកព្រានព្រៃបានមកដាក់អន្ទាក់ក្នុងព្រៃនោះជាអកុសលដំរីក៏បានដើរចូលទៅក្នុងសំណាញ់អន្ទាក់យ៉ាងជាប់ណែនទោះបីជាដំរីខំប្រឹងរើបំរាស់ដោយប្រើកម្លាំងបោកបក់យ៉ាងណាក៏ដោយក៏មិនអាចដាច់សំណាញ់នោះបានឡើយដំរីចាប់ដើមភ័យខ្លាចហើយស្រែករកគេឲ្យជួយភ្លាមនោះសត្វកណ្ដុរតូចបានឮសម្រែករួចក៏ប្រញាប់រត់មកជួយដោយឃើញដំរីជាប់ក្នុងសំណាញ់កណ្ដុរមិនបង្អង់យូរឡើយវាបានប្រើធ្មេញដ៏មុតស្រួចរបស់វាខំកាត់ខ្សែសំណាញ់ម្ដងមួយរហូតដល់ដាច់អស់
ទីបំផុតដំរីក៏បានរួចខ្លួនពីគ្រោះថ្នាក់ដំរីមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ចំពោះទង្វើរបស់ខ្លួនពីមុនមកវាបានអោនក្បាលសុំទោសកណ្ដុរហើយនិយាយថាប្អូនកណ្ដុរអើយខ្ញុំពិតជាខុសមែនដែលមើលងាយឯងពេលនេះខ្ញុំយល់ហើយថាសូម្បីតែសត្វតូចតាចបំផុតក៏មានសមត្ថភាពនិងតម្លៃមិនអាចកាត់ថ្លៃបានដែរចាប់ពីថ្ងៃនោះមកដំរីនិងកណ្ដុរបានក្លាយពីមិត្តភក្តិដ៏ល្អនឹងគ្នាហើយរស់នៅជាមួយគ្នាដោយសេចក្តីសុខរឿងនិទានមាន់ព្រៃនិងចចកតម្លៃអប់រំនៃរឿង1កុំជឿពាក្យបញ្ជោការសរសើរមិនពិតអាចនាំឲ្យយើងមានគ្រោះថ្នាក់2ស្មារតីរឹងប៉ឹងទោះបីស្ថិតក្នុងស្ថានភាពអាសន្នក៏ត្រូវមានសតិនិងប្រាជ្ញាដើម្បីដោះស្រាយបញ្ហា3អំនួតនាំឲ្យវិនាសការចង់បង្អួតអំណាចឬសមត្ថភាពនៅខុសពេលអាចធ្វើឲ្យយើងបាត់បង់ផលប្រយោជន៍ដែលនៅនឹងដៃកាលពីព្រេងនាយមានសត្វមាន់ព្រៃមួយហ្វូងរស់នៅក្នុងព្រៃយ៉ាងមានសេចក្តីសុខក្នុងចំណោមនោះមានមាន់ព្រៃមួយមានរូបរាងសង្ហានិងមានប្រាជ្ញាឈ្លាសវៃជារៀងរាល់ព្រឹកវាតែងតែហើរសំកាំងលើមេឈើខ្ពស់រួចរងាវបង្អួតសំឡេងយ៉ាងគ្រោះលួចថ្ងៃមួយមានចចកដ៏ឃ្លើខូចមួយកំពុងដើររកចំណីដោយក្តីស្រេកឃ្លានពេលវាឮសំឡេងមាន់រងាវវាក៏ដើរតម្រង់ទៅរកមាន់នោះភ្លាមកាលបើឃើញមាន់ព្រៃនៅលើមេឈើខ្ពស់ចចកដឹងថាវាមិនអាចលោតចាប់បានឡើយវាក៏ប្រោលល្បិចបញ្ជោថាអូបងមាន់ព្រៃអើយសំឡេងបងពិតជាពីរោះណាស់រូបរាងបងក៏សង្ហាទៀតខ្ញុំធ្លាប់ឮគេថាបើបងរងាវបាត់ភ្នែកសំឡេងបងនឹងកាន់តែពីរោះដូចទេវតាតើប៉ិតមែនដែរឬទេមាន់ព្រៃឮពាក្យបញ្ជោក៏មានចិត្តអំនួតភ្លេចខ្លួនក៏ឆ្លើយតបវិញថាប៉ិតមែនហើយចាំខ្ញុំបង្ហាញបងឯងមើលនិយាយរួចមាន់ព្រៃក៏ស្រែករងាវយ៉ាងខ្លាំងហើយបិទភ្នែកទាំងសងខាងគ្រានោះឯងចចកក៏ឆ្លៀតឱកាសលោតទៅខំត្របាក់កមាន់ព្រៃរួចរត់សម្ដៅទៅរោងរបស់វាបាត់ទៅមាន់ព្រៃភ័យណាស់ប៉ុន្តែវានៅតែមានស្មារតីរឹងប៉ឹងពេលចចកកំពុងរត់មាន់ព្រៃក៏និយាយទៅកាន់ចចកថាបងចចកបងពិតជាខ្លាំងពូកែណាស់សត្វអេទៀតនៅក្នុងព្រៃនេះគ្មាននរណាដេញទាន់បងទេបងគួរតែស្រែកប្រាប់ពួកគេផងថាបងបានចាប់មាន់ព្រៃដែលឆ្លៀសវៃជាងគេបានហើយចចកឮដូច្នោះក៏មានចិត្តអំនួតតាមគិតថាខ្លួននេះគឺជាសាច់រឿងនិទានខ្លីបែបអប់រំអំពីសត្វពពែនិងសត្វឆ្កែដែលបង្ហាញពីផលវិបាកនៃការមានចិត្តច្រណែនតម្លៃអប់រំនៃរឿងកុំមានចិត្តច្រណែនការច្រណែនមិននាំមកនូវសេចក្តីសុខទេវាមានតែធ្វើឲ្យយើងបាត់បង់តម្លៃខ្លួនឯងស្គាល់តួនាទីខ្លួនឯងមនុស្សម្នាក់មានសមត្ថភាពនិងតួនាទីខុសៗគ្នាចូលរីករាយនឹងអ្វីដែលយើងមាននិងធ្វើវាឲ្យល្អបំផុតការពិតមិនអាចលាក់បាំងការទម្លាក់កំហុសឲ្យអ្នកដទៃគង់តែនឹងត្រូវគេរកឃើញនៅថ្ងៃណាមួយមិនខានកាលពីព្រេងនាយមានម្ចាស់កសិដ្ឋានម្នាក់ចិញ្ចឹមសត្វជាច្រើនប៉ុន្តែគាត់ស្រឡាញ់សត្វឆ្កែនិងសត្វពពែជាងគេរាល់ថ្ងៃម្ចាស់តែងតែនាំសត្វឆ្កែទៅណាមកណាជាមួយហើយពេលត្រឡប់មកវិញគាត់តែងតែអង្អែលក្បាលនិងផ្ដល់ចំណីឆ្ងាញ់ឲ្យវាជានិច្ចឃើញបែបនេះពពែក៏ចាប់ផ្ដើមកើតចិត្តច្រណែនវាតែងតែគិតក្នុងចិត្តថាហេតុអ្វីបានជាម្ចាស់ស្រឡាញ់អាឆ្កែម្នេះវាមិនដែលធ្វើការធ្ងន់ដូចយើងផងគ្រាន់តែរត់ទៅរត់មកព្រោះបន្តិចបន្តួចក៏បានចំណីឆ្ងាញ់បាត់ទៅហើយថ្ងៃមួយពពែបានរៀបចំផែនការដើម្បីធ្វើឲ្យម្ចាស់ស្អប់ឆ្កែវាបានទៅប្រាប់ម្ចាស់ថាលោកម្ចាស់ដឹងទេថាកាលដែលលោកម្ចាស់មិននៅអាឆ្កែវាតែងតែលួចស៊ីសាច់ដែលលោកម្ចាស់ទុកក្នុងផ្ទះបាយហើយវាមិនដែលយាមផ្ទះមិនទេគឺវាដេកពេញមួយថ្ងៃម្ចាស់កសិដ្ឋានដែលជាមនុស្សមានបញ្ញាគាត់មិនជឿភ្លាមនោះទេគាត់ចង់សាកល្បងចិត្តពពែយប់នោះ
គាត់ធ្វើជាចេញទៅក្រៅហើយលួចមើលពីចម្ងាយស្រាប់តែគាត់ឃើញពពែលួចចូលទៅក្នុងផ្ទះបាយរួចខំហើយកញ្ចប់អាហារបាច់សាយពេញផ្ទះដើម្បីទម្លាក់កំហុសឲ្យឆ្កែខណៈពេលដែលពពែកំពុងធ្វើទង្វើមិនល្អនោះស្រាប់តែមានចៅមួយក្រុមលួចចូលមកក្នុងកសិដ្ឋានសត្វឆ្កែដែលកំពុងយាមយ៉ាងហត់មាត់ក៏ព្រួសយ៉ាងខ្លាំងហើយស្ទុះទៅខំការពីទ្រព្យសម្បត្តិម្ចាស់រហូតដល់ពួកចៅរត់បាត់ជើងសុព្រាតម្ចាស់កសិដ្ឋានក៏ដើរចូលមករួចនិយាយទៅកាន់ពពែថាពពែអើយឯងច្រណែននឹងឆ្កែរហូតដល់ថ្នាក់ចង់ធ្វើបាបវាឯងមើលចុះឆ្កែវាមានតួនាទីរបស់វាគឺយាមផ្ទះការពីគ្រោះថ្នាក់ចំណែកឯងមានតួនាទីផ្ដល់ទឹកដោះនិងរោមដល់យើងការដែលឯងព្យាយាមធ្វើត្រាប់តាមឬទម្លាក់កំហុសឲ្យអ្នកដទៃវាមិនបានធ្វើឲ្យឯងមានតម្លៃជាងមុននោះទេពពែមានការខ្មាស់អៀនយ៉ាងខ្លាំងហើយក៏សុំទោសម្ចាស់និងសត្វឆ្កែចាប់ពីពេលនោះមកវាក៏ឈប់ច្រណែនគេទៀតហើយ រឿងសត្វទីតុយនិងមេរៀននៃពន្លឺគំនិតអប់រំកុំមើលងាយអ្នកដទៃមនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួនការចេះជួយគ្នាក្នុងគ្រាអាសន្នការសហការនិងការជួយគ្នាគឺសំខាន់ជាងការអួតអាងពីសមត្ថភាពផ្ទាល់ខ្លួនភាពសមរម្យចំណេះដឹងឬសមត្ថភាពដែលយើងមានគួរប្រើដើម្បីជួយអ្នកដទៃមិនមែនដើម្បីបង្អាប់អ្នកដទៃឡើយនៅកណ្ដាលព្រៃជ្រៅនាពេលរាត្រីដែលសត្វដទៃកំពុងដេកលក់កំពូលដើមឈើធំមួយមានអ្នកយាមម្នាក់កំពុងភ្ញាក់នោះគឺទីតុយវាមានភ្នែកធំធំនិងសមត្ថភាពមើលឃើញច្បាស់ឥតឆុះក្នុងភាពងងឹតប៉ុន្តែចិត្តវាមិនបានល្អដូចភ្នែកវានោះទេសត្វទីតុយមានអំនួតណាស់រៀងរាល់ព្រឹកពេលព្រះអាទិត្យរះនិងបក្សីដទៃចាប់ដើមយំសោចទីតុយដែលកំពុងងងុយដេកតែងតែបោះសម្ដីសើចចំអកពួកឯងភ្នែកអន់ណាស់បើគ្មានពន្លឺព្រះអាទិត្យពួកឯងច្បាស់ជាហោះទៅបុកដើមឈើងាប់អស់មិនខានសំណាងហើយដែលមានសត្វឆ្លាតដូចជាខ្ញុំថ្ងៃមួយព្រឹត្តិការណ៍ចម្លែកក៏កើតឡើងសូរ្យក្រាស់បានធ្វើឲ្យមេឃថ្ងៃត្រង់ងងឹតស្លុបភ្លាមសត្វដទៃទៀតស្លន់ស្លោហោះហៅត្រឡប់ទៅសម្បុកដោយលំបាកទីទួយឃើញដូចនោះក៏មានចិត្តអំនួតហានេះជាពេលរបស់ខ្ញុំហើយចាំមើលខ្ញុំហោះបង្អោតពួកឯងទីទួយបានហោះឡើងទៅខ្ពស់ខាងអារម្មណ៍មានជ័យប៉ុន្តែសូរ្យក្រាស់ចប់ទៅវិញយ៉ាងលឿនព្រះអាទិត្យក៏បានរះមកវិញភ្លាមជាមួយនឹងពន្លឺចែងចាំងសូរ្យក៏អូយទីទួយចាំងភ្នែកមើលអ្វីមិនឃើញឡើយវាហោះបាត់ម្ចាស់ការហើយក៏ដុបវាបុកមែកឈើធំមួយពេញទំហឹងរហូតធ្លាក់មកដីពេលទីទុយដេកឈឺនៅលើដីវាគិតថាបាក់សីដតីនឹងមកសើចចំអកដាក់វាវិញប៉ុន្តែមិនមែនឡើយសត្វបាក់សីតូចៗដែលវាធ្លាប់មើងងាយកំពុងនាំគ្នាជួយក្រាវាទៅកាន់ម្លប់ត្រជាក់ទីទុយខ្មាស់អៀនណាស់វាទៅតែយល់ថាសូម្បីតែចំណុចខ្លាំងរបស់វាក៏អាចក្លាយជាចំណុចខ្សោយនៅក្នុងស្ថានភាពមួយផ្សេងទៀតដែរកុំមើលងាយអ្នកដទៃឲ្យសោះខុងជឺដោះស្រាយបញ្ហាដោយស្វាស៊ីចេកគឺជាការលើកឡើងដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅអំពីភាពវៃឆ្លាតភាពប៉ិនប្រសប់និងភាពម៉ត់ចត់ក្នុងការដោះស្រាយបញ្ហាខុងជឺគឺជាទស្សនវិទូនិងជាអ្នកអប់រំដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនដែលទ្រឹស្ដីរបស់លោកបានជះឥទ្ធិពលយ៉ាងជ្រៅដល់វប្បធម៌និងការរស់នៅរបស់ប្រជាជននៅអាស៊ីខាងកើតអស់រយៈពេលជាង 2000 ឆ្នាំមកហើយខាងក្រោមនេះគឺជាចំណុចសំខាន់នៃជីវប្រវត្តិរបស់លោកប្រសូតនៅឆ្នាំ551មុនគ្រីស្ទសករាជក្នុងរដ្ឋលូបច្ចុប្បន្នជាខេត្តសាន់ដុងប្រទេសចិនទោះបីជាគ្រួសារលោកមានពូជពង្សជាអ្នកអភិជនក៏ដោយប៉ុន្តែលោកបានធំដឹងក្តីក្នុងជីវភាពក្រីក្រដោយសារឪពុករបស់លោកបានទទួលមរណភាពតាំងពីលោកនៅក្មេង
คงจื้อជាមនុស្សដែលស្រេកឃ្លានចំណេះដឹងលោកបានខិតខំរៀនសូត្រដោយខ្លួនឯងរហូតក្លាយជាអ្នកចេះដឹងជ្រៅជ្រះលើផ្នែកប្រវត្តិសាស្ត្រកំណាព្យនិងពិធីការផ្សេងៗលោកបានឆ្លងកាត់ការងារជាច្រើនតំណែងក្នុងរដ្ឋបាលសាធារណៈលោកមានបំណងចង់កែតម្រង់នយោបាយតាមរយៈគុណធម៌ប៉ុន្តែដោយសារស្ថានភាពនយោបាយក្នុងរដ្ឋលូមានភាពច្របូកច្របល់លោកក៏បានសម្រេចចិត្តលាលែងពីតំណែងលោកបានចំណាយពេលជាច្រើនឆ្នាំធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីផ្សព្វផ្សាយទស្សនៈនយោបាយរបស់លោកទៅកាន់អ្នកដឹកនាំផ្សេងៗប៉ុន្តែមិនសូវទទួលបានការគាំទ្រក្នុងអនុវត្តតាមឡើយខុងជឺបានចំណាយជីវិតភាគច្រើនជាគ្រូបង្រៀនលោកបានបង្កើតសាលាឯកជនមួយដែលទទួលសិស្សគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់វណ្ណៈឲ្យតែមានឆន្ទៈចង់រៀនគោលការណ៍សំខាន់ៗរបស់លោកផ្ដោតលើសីលធម៌បុគ្គលនិងសង្គមការគោរពគ្នាការដឹងគុណនិងការរស់នៅមានវិន័យសេចក្តីសប្បុរសការមានចិត្តមេត្តាចំពោះអ្នកដទៃកតញ្ញូតាធម៌ការគោរពប្រតិបត្តិដឹងគុណចំពោះឪពុកម្ដាយនិងបុព្វបុរសការដឹកនាំដោយគុំអ្នកដឹកនាំត្រូវមានសីលធម៌ខ្ពស់ដើម្បីធ្វើជាគុំដល់ប្រជារាស្ត្រលោកបានទទួលមរណភាពនៅឆ្នាំ479មុនគ្រីស្ទសករាជក្នុងជន្មាយុ72ឆ្នាំទោះបីជាជីវិតរបស់លោកហាក់ដូចជាមិនបានសម្រេចបំណងក្នុងការកែតម្រង់នយោបាយក៏ដោយប៉ុន្តែក្រោយពេលលោកស្លាប់ទៅលទ្ធិខុងជឺបានក្លាយជាគ្រឹះនៃប្រព័ន្ធអប់រំសីលធម៌និងការគ្រប់គ្រងរដ្ឋរបស់ប្រទេសចិននិងបណ្ដាប្រទេសជាច្រើនទៀតរហូតមកដល់បច្ចុប្បន្ន ជីវិតកុមារភាពរបស់ខុងជឺគឺជាដំណើរជីវិតដែលពោរពេញដោយការតស៊ូនិងការលំបាកដែលចំណុចទាំងនេះហើយបានសូនរូបលោកឲ្យក្លាយជាមហាទស្សនវិទូដ៏អស្ចារ្យម្នាក់ខាងក្រោមនេះគឺជាទិដ្ឋភាពសំខាន់ៗនៃកុមារភាពរបស់លោកខុងជឺប្រសូតនៅឆ្នាំ551មុនគ្រិស្តសករាជក្នុងភូមិជូនៃរដ្ឋលូបច្ចុប្បន្នជាផ្នែកមួយនៃខេត្តសានដុងទោះបីជាលោកមានពូជពងចេញពីគ្រួសារអភិជនដែលធ្លាក់ខ្លួនក៏ដោយប៉ុន្តែជីវិតដំបូងរបស់លោកមិនមានភាពស៊ីវិល័យឡើយឪពុករបស់លោកឈ្មោះស៊ូឡាំងហឺជាមេតបវ័យចំណាស់ម្នាក់ដែលបានស្លាប់នៅពេលខុងជឺមានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះក្រោយពេលឪពុកស្លាប់គ្រួសាររបស់លោកបានធ្លាក់ក្នុងស្ថានភាពក្រីក្រលំបាកម្ដាយរបស់លោកឈ្មោះយ៉ានចឹងចៃបានចិញ្ចឹមបីបាច់ថែរក្សាលោកយ៉ាងយកចិត្តទុកដាក់បំផុតដោយសារតែភាពក្រីក្រនេះហើយទើបខុងជឺធ្លាប់បានពោលថាកាលខ្ញុំនៅក្មេងខ្ញុំមានឋានៈទាបទើបខ្ញុំរៀនធ្វើការងារផ្សេងៗជាច្រើនដែលគេចាត់ទុកថាជាការងារថោកទាបការងារទាំងនោះរួមមានការមើលថែទាំជំរុកស្រូវនិងការខ្វៀលសត្វជាដើមបទពិសោធន៍ទាំងនេះបានបង្រៀនលោកឲ្យយល់ពីជីវភាពពិតរបស់រាស្ត្រសាមញ្ញទោះបីជាខ្វះខាតសម្ភារៈប៉ុន្តែខុងជឺមានចិត្តស្រឡាញ់ការរៀនសូត្រជាខ្លាំងលោកត្រូវបានគេស្គាល់ថាជាកុមារដែលចូលចិត្តលេងល្បែងធ្វើពិធីការដោយរៀបចំគ្រឿងសក្ការៈបូជានិងត្រាប់តាមកាយវិការគោរពវីរបុរសបុរាណ ខុងជឺដោះស្រាយបញ្ហាដោយស្វាស៊ីចេកគឺជាការលើកឡើងដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅអំពីភាពវៃឆ្លាតភាពប៉ិនប្រសប់និងភាពហ្មត់ចត់ក្នុងការដោះស្រាយបញ្ហាទោះបីជាក្នុងកំណត់ត្រាប្រវត្តិសាស្ត្រផ្លូវការមិនមានការប្រើពាក្យនេះផ្ទាល់ក៏ដោយប៉ុន្តែវាជាពាក្យស្លោកបែបអប់រំដែលចង់ឆ្លុះបញ្ចាំងពីវិធីសាស្ត្ររបស់លោកដូចខាងក្រោមស្វាពេលស៊ីចេកវាមិនលេបទាំងសម្បកដែលចត់នោះទេគឺវាចេះបកសម្បកចេញយ៉ាងរហ័សដើម្បីបានសាច់ផ្អែមខាងក្នុងយ៉ាងណាមិញខុងជឺតែងតែបំបែកបញ្ហាដែលស្មុគស្មាញដូចជាបញ្ហានយោបាយឬសង្គមឲ្យមកនៅត្រឹមចំណុចស្នូលសាមញ្ញបំផុតគឺសីលធម៌និងការអប់រំលោកជឿថាបើបុគ្គលម្នាក់ៗមានសីលធម៌នោះបញ្ហាធំៗក្នុងសង្គមនឹងត្រូវបានដោះស្រាយដោយឯកឯងស្វាជាសត្វដែលមានភាពរហ័សរហួននិងដឹងថាត្រូវធ្វើបែបណាដើម្បីបានចំណីក្នុងទស្សនវិជ្ជាខុងជឺលោកបង្រៀនឲ្យមនុស្សចេះបត់បែនតាមកាលៈទេសៈប៉ុន្តែនៅតែរក្សាគោលការណ៍គ្រឹះសីលធម៌ការដោះស្រាយបញ្ហាត្រូវធ្វើឡើងដោយប្រើបញ្ញាមិនមែនប្រើតែកម្លាំងបាយនោះទេការស៊ីចេកត្រូវមានវគ្គមានអន្លើបកសម្បករួចទៅស៊ីខុងជឺក៏ដូច្នោះដែរលោកតែងតែដោះស្រាយបញ្ហាតាមលំដាប់ចាប់ផ្ដើមពីខ្លួនឯងកែប្រែខ្លួនឯងឲ្យល្អជាមុនគ្រួសាររៀបចំគ្រួសារឲ្យមានសុខមង្គលសង្គមជាតិ
នៅពេលបុគ្គលនឹងគ្រួសារល្អទៅប្រទេសជាតិមានសន្តិភាពស្វាស៊ីចេកដោយក្តីរីករាយនិងមិនបង្កចំនួនជាមួយផ្លែចេកឡើយខុងជឺបង្រៀនឲ្យយើងដោះស្រាយបញ្ហាដោយសន្តិវិធីដោយការចរចានិងការយោគយល់គ្នាជាជាងការប្រើហិង្សាឬការប្រឈមមុខដាក់គ្នាដែលនាំឲ្យខូចប្រយោជន៍ទាំងសងខាងសរុបមកប្រសិនបើអ្នកឮពាក្យនេះវាមានន័យថាការដោះស្រាយបញ្ហានោះគឺធ្វើឡើងដោយភាពស្ទាត់ជំនាញងាយស្រួលមើលទៅហាក់ដូចជាមិនអស់កម្លាំងប៉ុន្តែទទួលបានលទ្ធផលល្អឥតខ្ចោះ